សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel General Knowledge and English Grammar ថ្ងៃនេះយើងនឹងសិក្សាអំពីស្ថានភាពមួយដែលលោកអ្នកប្រហែលជាបានឃើញនៅក្នុងព័ត៌មាននោះគឺក្រុមហ៊ុនបច្ចេកវិទ្យាបានកាត់បន្ថយការងារសំណួរគឺថាហេតុអ្វីបានជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗកាត់បន្ថយបុគ្គលិករហូតដល់ទៅរាប់ពាន់នាក់ហើយដូចសពមួយដងយើងនឹងរៀនវិទ្យាសាស្ត្រភាសាអង់គ្លេសដែលមានប្រយោជន៍វេយ្យាករណ៍និងរចនាសម្ព័ន្ធប្រយោគដែលពាក់ព័ន្ធនៅក្នុងបរិបទនេះតោះចាប់ផ្ដើមនាពេលកន្លងមកនេះសារព័ត៌មានអន្តរជាតិនានាបានរាយការណ៍ថាក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Amazon និង Meta បានកាត់បន្ថយការងាររាប់ពាន់កន្លែងឥឡូវនេះយើងខ្ញុំសូមពន្យល់ឲ្យសាមញ្ញងាយយល់មានហេតុផលសំខាន់ចំនួន3ទី1គឺ companies hired too many workers during COVID-19 ដែលប្រែថាក្រុមហ៊ុនបានជួលបុគ្គលិកច្រើនជ្រុលក្នុងអំឡុងពេលជំងឺ COVID-19 ក្នុងអំឡុងពេលមានជំងឺរាតត្បាតមនុស្សម្នាបានស្នាក់នៅផ្ទះនិងប្រើប្រាស់សេវាកម្មអនឡាញកាន់តែច្រើនដូច្នេះក្រុមហ៊ុនបច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័សហើយបានជួលបុគ្គលិកយ៉ាងច្រើនទី2គឺ growth has slowed down ដែលប្រែថាការរីកចម្រើនវិវត្តទៅមុខបានថយចុះបន្ទាប់ពីមានជំងឺរាតត្បាតមនុស្សបានត្រឡប់ទៅរបៀបរស់នៅជាធម្មតាវិញហើយសកម្មភាពនៅលើប្រព័ន្ធអ៊ីនធឺណិតក៏បានថយចុះទី3គឺ companies want to reduce cost ដែលប្រែថាក្រុមហ៊ុនចង់កាត់បន្ថយចំណាយអាជីវកម្មឥឡូវនេះចង់បង្កើនប្រសិទ្ធភាពនិងសន្សំប្រាក់ដូច្នេះនិយាយឲ្យសាមញ្ញគឺចំនួនបុគ្គលិកច្រើនជ្រុលគប់ផ្សំជាមួយនឹងការលូតលាស់យឺតនាំឲ្យមានការកាត់បន្ថយការងារក្នុងបរិបទនេះក្រុមហ៊ុនបច្ចេកវិទ្យាជួលបុគ្គលិកច្រើនពេកក្នុងអំឡុងពេលជំងឺ COVID-19 បន្ទាប់មកមានការរីកចម្រើនយឺតយ៉ាវចុងក្រោយបណ្ដាលឲ្យមានការកាត់បន្ថយចំនួនបុគ្គលិកពេលបន្តទៅសិក្សាពាក្យគន្លឹះនិងវេយ្យាករណ៍យើងខ្ញុំសូមណែនាំអំពីថ្នាក់រៀនបកប្រែខ្មែរអង់គ្លេសដែលជាថ្នាក់រៀនអនឡាញតាមប្រព័ន្ធ Zoom ថ្នាក់រៀនបកប្រែខ្មែរអង់គ្លេសគឺជាថ្នាក់រៀនមួយពេលបង់មួយពេលតាមប្រព័ន្ធ Zoom ស័ក្តិសមចំពោះអ្នកដែលចង់ពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងរចនាសម្ព័ន្ធឃ្លាវេយ្យាករណ៍និងការប្រើប្រាស់វិទ្យាសាស្ត្រឲ្យត្រូវតាមបរិបទភាសាអង់គ្លេសយ៉ាងវិញទៀតយើងមានការបញ្ចុះតម្លៃពិសេសសម្រាប់សិស្សចូលរៀនដំបូងផងដែរសូម scan QR code នៅលើអេក្រង់នេះឬចុចតំណជាប់នៅក្នុង caption ខាងក្រោមវីដេអូដើម្បីចុច subscribe នៅក្នុង channel Telegram របស់ថ្នាក់រៀននិងចុច like នៅក្នុងទំព័រ Facebook ខ្មែរ English Translation Class ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីថ្នាក់រៀនសូមអរគុណនៅក្នុងចំណុចនេះយើងនឹងរៀនវេយ្យាសព្ទដែលត្រូវបានប្រើជាទូទៅនៅក្នុងព័ត៌មានពាណិជ្ជកម្មពាក្យទី1គឺ layoffs meaning companies reduce the number of workers ប្រែថាក្រុមហ៊ុនកាត់បន្ថយចំនួនបុគ្គលិកឧទាហរណ៍ tech layoffs increase in 2025 ប្រែថាការកាត់បន្ថយបុគ្គលិកផ្នែកបច្ចេកវិទ្យាបានកើនឡើងនៅឆ្នាំ2025ពាក្យទី2គឺ over hiring meaning hiring more employees than needed ប្រែថាការជួលបុគ្គលិកលើសពីតម្រូវការឧទាហរណ៍Pandemic growth led to overhiring ដែលប្រែថាការរីកចម្រើនអំឡុងពេលជំងឺរាតត្បាតនាំឲ្យមានការជួលបុគ្គលិកលើសពីតម្រូវការពាក្យទី3គឺ cost cutting meaning actions to reduce expenses ប្រែថាសកម្មភាពដើម្បីកាត់បន្ថយការចំណាយឧទាហរណ៍ companies announce cost cutting measures ប្រែថាក្រុមហ៊ុនបានប្រកាសពីវិធានការកាត់បន្ថយចំណាយពាក្យទាំង3នេះតែងតែលេចឡើងជានិច្ចនៅក្នុងព័ត៌មានពាណិជ្ជកម្មនិងសេដ្ឋកិច្ចចំពោះវេយ្យាករណ៍នៅក្នុងវីដេអូនេះយើងនឹងផ្ដោតលើការភ្ជាប់មូលហេតុនិងលទ្ធផល cause and result នៅក្នុងប្រយោគតែមួយនេះជាទម្រង់ដែលតែងតែមានជាទូទៅក្នុងការសរសេរព័ត៌មានគឺយើងប្រើទម្រង់ដូចនេះទី1 which has led to ទី2 causing ទី3 resulting in ដែលរចនាសម្ព័ន្ធទាំង3នេះធ្វើឲ្យភាសាអង់គ្លេសរបស់អ្នកស្ដាប់ទៅមានលក្ខណៈអាជីពនិងបែបសារព័ត៌មានឧទាហរណ៍ full sentence ដែលជា cause ឬហេតុ comma which has led to plus result ឧទាហរណ៍ tech companies hired too many workers during the pandemic which has led to mass layoffs អញ្ចឹងលទ្ធផលគឺ mass layoff ដែលមានន័យថាការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំដែលនេះជាលទ្ធផលបណ្ដាលមកពី clear នៅខាងដើមគឺ tech companies hired too many workers during the pandemic មានន័យថាក្រុមហ៊ុនបច្ចេកវិទ្យាបានជួលបុគ្គលិកច្រើនជ្រុលអំឡុងពេលជំងឺរាតត្បាតទម្រង់ទី2 cause causing plus result ឧទាហរណ៍ demand for smartphones has dropped causing factories
to reduce production អញ្ចឹងហេតុនៅឃ្លាដំបូងគឺ demand for smartphones has dropped ដែលមានន័យថាតម្រូវការសម្រាប់ទូរស័ព្ទ smartphone បានធ្លាក់ចុះតែនេះបណ្ដាលឲ្យ factories reduce production មានន័យថាបណ្ដាលឲ្យរោងចក្រកាត់បន្ថយផលិតកម្ម structure ទី3គឺ cost comma resulting in plus noun phrase ឧទាហរណ៍ many companies are focusing on efficiency resulting in job cuts អញ្ចឹងឃ្លាដំបូងគឺ many companies are focusing on efficiency ដែលនេះគឺជាហេតុមានន័យថាក្រុមហ៊ុនមួយចំនួនកំពុងផ្ដោតលើប្រសិទ្ធភាពដែលការផ្ដោតលើប្រសិទ្ធភាពនេះបណ្ដាលឲ្យមានការកាត់បន្ថយការងារមុននឹងបញ្ចប់យើងខ្ញុំសូមជូនលំហាត់មួយសូមប្រិយមិត្តសរសេរប្រយោគមួយដោយប្រើទម្រង់ which has led to causing ឬ resulting in ដាក់នៅក្នុង comment ខាងក្រោមវីដេអូយើងខ្ញុំនឹងពិនិត្យនិងកែប្រយោគរបស់លោកអ្នកជាចុងក្រោយសូមលោកអ្នកកុំភ្លេចចុច like subscribe និង share បើសិនបើលោកអ្នកចង់បានវីដេអូបង្រៀនដូចនេះគួបផ្សំនឹងការរៀនភាសាអង់គ្លេសបន្ថែមទៀតជួបគ្នានៅមេរៀនក្រោយសូមអរគុណ